តាមពិតអញ្ចឹងសោះចិញ្ចឹមខ្មែរសុរិនទុកច្បាំងជាមួយខ្មែរកណ្ដាលសូមបងប្អូនចែករំលែកបន្តផងឲ្យបានច្រើនដើម្បីឲ្យខ្មែរសុរិនបានឃើញនៅសារមួយនេះកាលមុនសង្គ្រាមឆ្នាំ2014ខ្ញុំបានទៅស៊ីឈ្នួលដកដំឡូងនៅខេត្តស្រះកែវថៃចាស់ដែលជាខ្មែរសុរិនធ្លាប់បាននិយាយប្រាប់ខ្ញុំថាពីបុរាណដែលសៀមបន្តត្រួតត្រាពួកខ្មែរសុរិនគឺខ្មែរសុរិនបាននាំគ្នាសម្រាប់ចាក់ចេញមករស់នៅខ្មែរកណ្ដាលប៉ុន្តែត្រូវស្ដេចសៀមព្រះអង្គភូមិបុលអាដុលយ៉ាដេតខាត់ទុកមិនឲ្យខ្មែរសុរិនចាក់ចេញមកហើយបានលួងលោមឲ្យខ្មែរសុរិនបន្តរស់នៅជាម្ចាស់ទឹកម្ចាស់ដីដោយតែពីមុនទៅប្រជាជនសៀមមិនបានស្អប់ខ្ពើមខ្មែរសុរិនទេហើយរដ្ឋបាលសៀមទុកខ្មែរសុរិនដោយប្រជាជនសៀមអញ្ចឹងឥឡូវមកដល់ពេលនេះទើបខ្ញុំដឹងថាមូលហេតុដែលស្ដេចសៀមអាដុលយ៉ាដេតខាត់ពួកខ្មែរសុរិនទុកព្រោះតែជាសេណារីយ៉ូយូរអង្វែងបែបនេះសោះចិញ្ចឹមខ្មែរសុរិនដើម្បីទុកវាកំទេចខ្មែរកណ្ដាលសេណារីយ៉ូនេះមិនប្លែកសម្រាប់កម្ពុជាទេព្រោះសម័យមហានគរខ្មែរអ្នករៀនប្រវត្តិសាស្ត្រអាចនឹងដឹងពីសារបានដឹកនាំរបស់កម្ពុជាអង្គវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី7ដែលទ្រង់ធ្លាប់បានចិញ្ចឹមសត្រូវទុកវាសត្រូវចម្ប៉ាប្រភពពី Facebook Page ណាវ៉ាត់ KH ផងដែរតាក់ទងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា